បាទជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងមករៀន Channel App បន្តដែលជាការបង្កើត user ការបង្កើត group របស់ user ហើយយើង add user ទៅ group អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលការធ្វើទាំងអស់គ្នាអញ្ចឹងយើងបើក putty របស់យើងមកយើងទៅ remote ទៅ server របស់យើងអូខេអញ្ចឹងយើងវាយ user login របស់យើងដាក់ password អូខេអញ្ចឹងខ្ញុំ switch ទៅ user root អូខេអញ្ចឹងដើម្បីបង្កើត user បានយើងត្រូវប្រើ command user add អញ្ចឹង user យើងដាក់ឈ្មោះរបស់ user add ហុង user អញ្ចឹងខ្ញុំបង្កើត user ឈ្មោះហុងអញ្ចឹង user មួយទៀតខ្ញុំបង្កើតឈ្មោះថារងអូខេអញ្ចឹងយើងបានពី user អញ្ចឹងយើង detail របស់ user មួយយើងប្រើ display information របស់ user យើងត្រូវប្រើ command id អញ្ចឹង id ហុងអូខេអញ្ចឹងយើងឃើញព័ត៌មានរបស់ user មួយហ្នឹងគឺមាន user id អញ្ចឹងនេះគឺជា id របស់ user ហើយជាធម្មតានៅពេលដែលយើងបង្កើត user ទៅលើ Linux ឬក៏ CentOS ហ្នឹងវាមាន default group មកមួយឲ្យយើងស្រាប់នៅពេលដែលយើងបង្កើតវានេះគឺជា group ហើយនេះជា group id អញ្ចឹង group id ហើយនិង user គឺវាមានឈ្មោះដូចគ្នាអញ្ចឹងហុងដូចគ្នាហើយមួយទៀតគឺ id រងអញ្ចឹងវាព័ត៌មានវាគឺដូចគ្នាទាំងអស់ជាធម្មតានៅពេលដែលយើងបង្កើត user គឺមាន default group មកជាមួយអូខេអញ្ចឹងចំណុចបន្ទាប់យើងបានបង្កើត user រួចហើយអូខេយើងទៅបង្កើត group ម្ដងអញ្ចឹងយើងប្រើ command group add អញ្ចឹងយើងបង្កើត group ឈ្មោះថា finance អូខេហើយយើងបង្កើត group មួយទៀតឈ្មោះថា group add HR ហើយអញ្ចឹងយើងបានពីរ group ហើយអញ្ចឹងយើងដើម្បីដឹងថា group ហ្នឹងវានៅ directory ឬក៏ folder មួយណាយើងប្រើ command cat etc group អូខេអញ្ចឹងនេះយើងមាន group 2ដែលយើងបានបង្កើតបាញ់មិញវាមាន x នេះគឺជា password របស់ group ហើយនេះគឺជា id អូខេអញ្ចឹងយើងដើម្បីដឹង user ថា user នឹងនៅកន្លែងណាយើងប្រើ command cat មួយទៀត cat etc path wb អូខេអញ្ចឹងនេះគឺជា user 2ដែលខ្ញុំបានបង្កើតមិញនេះគឺជា user ផ្សេងៗដែលខ្ញុំបានតេស្តទេហើយនេះគឺជា user 2ដែលខ្ញុំបានបង្កើតបំបញ្ញមិញហើយគឺ x នេះគឺ password របស់ user ប៉ុន្តែខ្ញុំអត់បានដាក់ទេបំបញ្ញមិញអញ្ចឹងខ្ញុំមកដាក់មកទៅហើយនេះគឺជា id របស់ user មួយហ្នឹងហើយនេះដែរគឺជា id របស់ group user default group ហើយនេះគឺជា description បើន័យថាយើងចង់បំពេញ description ទៅឲ្យ user មួយហ្នឹង detail អំពីព័ត៌មានរបស់គាត់អូខេអញ្ចឹងចំណុចបន្ទាប់គឺយើង add user ទៅ group អញ្ចឹងដើម្បី add user ទៅ group បានយើងប្រើ command usermod .ag ហើយ group វិញយើងមាន finance ហើយនឹងfinance ហើយនឹង HR finance ហើយនឹង HR អូខេអញ្ចឹង user mode ag group ខ្ញុំ finance សិនហើយយើងដាក់ឈ្មោះហុងអញ្ចឹងខ្ញុំ add ហុងទៅ group finance ហើយយើង add រងទៅ group HR អញ្ចឹង user mode .ag HR ហើយដាក់ឈ្មោះរង
user mode invalid ខ្ញុំខុស comment AG មិន AL sorry user mode dot AG ហើយ HR គ្រប់យើង HR ហើយ user យើងឈ្មោះរងអញ្ចឹងយើងបាន add user រងទៅគ្រប់ HR អញ្ចឹងយើងដើម្បីដឹងថា user ហ្នឹងគាត់បានចូលគ្រប់ហ្នឹងនៅអញ្ចឹងយើង ID បាញ់វិញ ID មករងអញ្ចឹងយើងឃើញថារងគាត់បានទៅគ្រប់ HR ហើយអញ្ចឹងនេះគឺជាក្រុមដែលខ្ញុំបាន add ចូលបាញ់វិញហើយនេះគឺជាក្រុម ID គឺជា default ក្រុមដែលយើងបានបង្កើតជាមួយ user ហើយយើងនេះគឺជាក្រុមបន្ទាប់ដែលយើងបាន add ចូលបាញ់វិញហើយមួយទៀតយើង ID ទៅកាន់ហុងម្ដងអញ្ចឹងហុងខ្ញុំបាន add គាត់ចូលទៅក្នុងក្រុម finance ហើយនេះហើយនេះគឺជា ID របស់គាត់ហើយនេះគឺជាក្រុម ID នេះជាក្រុមដែលខ្ញុំបាន add ចូលមិញអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអំពីការបង្កើត user ហើយនឹងកើតក្រុមហើយនឹង add user ទៅក្រុមអញ្ចឹងយើងនឹងតាមដានទស្សនានៅវីដេអូបន្តអំពីការបង្រៀនបន្តទៀតបាទសូមអរគុណ